អបអសាទរឯកឧត្តមជឹមរតនៈនៅក្នុងឱកាសថ្នាក់ដឹកនាំតែងតាំងជាប្រធានសមាគមអប់រំដើម្បីអភិវឌ្ឍសង្គមក្នុងខេត្តព្រៃវែងចាជំរាបសួរជំរាបលឹកជូនទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសពុកម៉ែបងប្អូននៅក្នុងខេត្តព្រៃវែងតែម្ដងអំពីកម្រងទស្សនភាពដ៏សានល្អចាចំពោះឯកឧត្តមជឹមរតនៈនៅក្នុងឱកាសថ្នាក់ដឹកនាំដែលបានតែងតាំងជាប្រធានសមាគមចាអប់រំដើម្បីអភិវឌ្ឍសង្គមនៅក្នុងខេត្តព្រៃវែងយើងផ្ទាល់តែម្ដងណាបងប្អូនដូច្នេះសង្ឃឹមថាពុកម៉ែបងប្អូនប្រជាពលរដ្ឋចាទូទាំងខេត្តព្រៃវែងចូលរួមអបអរក៏ដូចជាការគាំទ្រនៅកម្រងទស្សនភាពដ៏សែនស្អាតដ៏សែនកម្រមានកើតនៅក្នុងខេត្តព្រៃវែងយើងណាបងប្អូនចាអរគុណហើយជាចុងក្រោយនេះខ្ញុំក៏សូមគោរពអបអរសាទរចាហើយនឹងជូនពរទៅកាន់ឯកឧត្តមជឹមរតនៈនៅក្នុងឱកាសថ្មីនេះថ្នាក់ដឹកនាំដែលបានតែងតាំងជាប្រធានចាសមាគមអប់រំដើម្បីអភិវឌ្ឍសង្គមនៅក្នុងខេត្តព្រៃវែងនេះខ្ញុំឃើញពីទស្សនភាពបែបនេះហើយចាពិតជារីរាយនៅក្នុងការចែករំលែកបន្តជូនទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងជាចុងក្រោយនាងខ្ញុំវុទ្ធសាវឌីសូមគោរពជូនពរទៅកាន់ឯកឧត្តមជឹមរតនៈនៅក្នុងឱកាសនេះជូនពរឲ្យឯកឧត្តមជួបតែសុខសំណាងល្អនិងមានពុកម៉ែបងប្អូនគាំទ្រទៅនឹងសកម្មភាពទស្សនភាពនៃពេលបច្ចុប្បន្ននៅក្នុងខេត្តព្រៃវែង